បាទពុកម៉ែបងប្អូនអរគ្នានេះគឺជា Oppo A5X ដែលវាចេញមកជំនួស Oppo A3X ហើយនេះគឺជា Oppo A3X នេះបាទនេះគឺជា Oppo A3X ដែលក្រុមហ៊ុនចេញហើយឥឡូវមាន model ថ្មីមកជំនួសវាទៀតហើយគឺ Oppo A5X ហើយតកតងជាមួយនឹងតម្លៃរបស់វាគឺដូច Oppo A3X ដែរគឺតម្លៃរបស់វាគឺ$129ដូចគ្នាវាមកជាមួយនឹងទំហំ RAM និងទំហំ ROM ដូចគ្នាបងប្អូនអរគ្នាគឺទំហំ RAM របស់វាគឺ 4GB បាទបូកនឹង 4GB ហើយមានទំហំផ្ទុក 128GB ដូចគ្នាហើយចង់ដឹងថានៅក្នុងប្រអប់របស់វានេះវាមានរូបរាងយ៉ាងម៉េចព្រោះវាជា model ថ្មីដែលចេញមកជំនួស Oppo A3X ហ្នឹងគឺ Oppo A5X នេះហើយយើងចង់ដឹងថារូបរាងវាយ៉ាងម៉េចដែរហើយខ្ញុំក៏អត់ទាន់បានដឹងថារូបរាងវាយ៉ាងម៉េចដែរតែគ្រាន់តែឃើញនៅតាមខិត្តប័ណ្ណដែលក្រុមហ៊ុនបានបិទនៅតាមហាងនីមួយៗអូខេប៉ុន្តែអ្វីដែលវាប្លែកជាមួយនឹងទំហំថាមពលថ្មគឺឡើងដល់6000បាទនេះទំហំថ្មរបស់វាឡើងដល់6000មីលីអាំពែហើយកម្លាំងសាកថ្មរបស់វារហូតដល់45វ៉ាត់លឿនដូចតែ ABX ដែរទេអ្នកនរគ្នាក៏ប៉ុន្តែអ្វីដែលពិសេសគឺវាមកជាមួយនឹងកម្រិតការពារជំរាបទឹកគឺ IP65 បាទ IP65 នេះវាមកជាមួយនឹងកម្រិតការពារទឹកមធ្យមកម្រិតខ្ពស់គឺវាការពារបានទឹកសាចទឹកភ្លៀងទឹកអីមកហ្នឹងគឺអត់ជ្រាបចូលទៅក្នុងទូរស័ព្ទនេះទេបាទអញ្ចឹងវាមកជាមួយនឹងកម្រិតការពារជំរាបទឹកល្អជាងមុនហើយនឹងរូបរាងប្លែកជាងមុនរួមទាំងធម្មពលថ្មរបស់វាគឺធំជាងមុនផងដែរតោះបងប្អូនអរគ្នាទៅមើលរូបរាងវាទាំងអស់គ្នាតកតងជាមួយនឹងទូរស័ព្ទ smartphone នេះគឺ A5X នេះវាចេញមកជំនួស A3X ហើយតម្លៃរបស់វាគឺដូចគ្នាដដែលទេបងប្អូនអរគ្នាគឺ$129ដូចគ្នាដដែលទេហើយតកតងនឹងប្រអប់របស់វាជាទូទៅគឺជាធម្មតារបស់វាគឺមាន case សម្រាប់smartphone នេះគឺមាន case មានបានទនីមានជលចាក់នៅខាងក្នុងហ្នឹងដូចតែ model ចាស់ដែរទេ model មុនដែរទេគឺវាលំនាំលំអានតែមួយចំណែកនៅក្នុងប្រអប់របស់វានេះអ្វីដែលយើងឃើញនេះគឺខ្សែសាកថ្មរបស់វាគឺ Type C ដូចគ្នាប៉ុន្តែកម្លាំងសាកថ្មរបស់វានេះថ្មរបស់កម្លាំងសាកថ្មរបស់វាគឺ45វ៉ាត់ដែលវាឲ្យមកដុំស្រាប់តែម្ដងដុំទឹកខ្សែមានស្រាប់នៅក្នុងប្រអប់របស់វាហើយនៅខាងក្រោមនេះគឺមានមជ្ឈលចាក់ផងដែរតោះយើងទៅមើលរូបរាងរបស់វាទាំងអស់គ្នាពុកម៉ែបងប្អូនបាទនេះគឺជារូបរាងរបស់វាហើយយើងមើលទាំងអស់គ្នាទៅខ្ញុំក៏អត់ដែលឃើញដែរបាទបងប្អូនទាំងអស់គ្នានាំគ្នាទស្សនាទាំងអស់គ្នាទៅនេះគឺជារូបរាងរបស់ Oppo A5X ដែលមានតម្លៃ$129វាចេញមកតាក់ទងជាមួយនឹងកង់រង្វង់កាមេរ៉ានេះគឺរាងតូចជាងមុនបងប្អូនទាំងអស់គ្នាគឺវារាងតូចជាងមុនមើលទៅសមជាងមុនចំណែកឯស៊ុំកាមេរ៉ានេះគឺនៅ Oppo A3X វាផុសឡើងប៉ុន្តែដល់ Oppo A5X នេះអត់ផុសឡើងទេបងប្អូនអរគ្នាគឺវារាបស្មើវាគ្រាន់តែវា design បែបដិតមើលទៅដូចជាផុសឡើងប៉ុន្តែអត់ផុសទេគឺស្មើគ្នាបងប្អូនទាំងអស់គ្នាហើយតកតងនឹងរាងរបស់វាគឺជ្រុងបាទជ្រុងយើងមើលទៅស្អាតគួរសមវាប្លែកជាងមុនបាទប្លែកជាងមុនវាអត់សមភ្នែកវាអត់សាំដដែលទេអញ្ចឹងវាចេញ model នេះមកគឺល្អដែលយើងមើលទៅវាតាក់ទាញបាទតាក់ទាញគឺវាមានពុទ្ធសាក Type C អីដូចមុនទាំងអស់បាទដូចមុនទាំងអស់សាកថ្មលបឿនលឿនអីគឺវាមកកាផ្លេហើយកាមេរ៉ានេះគឺជាកាមេរ៉ាចំនួន1ក្រង់នៅចំកណ្ដាលនៃផ្ទៃតួត្រង់របស់វាតែម្ដងបាទអញ្ចឹងរូបរាងរបស់វាគឺប៉ុណ្ណឹងតាក់ទងជាមួយនឹង Oppo A5X បាទហើយពណ៌នេះគឺជាពណ៌ដែលប្លែកអត់ដែលឃើញទេដូចពណ៌ផ្ទៃមេឃបាទផ្ទៃមេឃពេលអត់មានពពកអរគុណច្រើនបាទ